ជិះលឿនម៉េះបញ្ញាប់ទៅដល់ណាខ្ញុំទៅធ្វើការកាត់ថាខ្ញុំរហ័នទៅណាក្រៅពីកន្លែងដែលខ្ញុំធ្វើការនោះរឿងលេះនាំបញ្ហានៅក្នុងទីលានកំពុងតែមានការប្រណាំងម៉ូតូខណៈនោះផងដែរបរិះលេងម៉ូតូធំបានជិះចេញពីទីលានដែលគេកំពុងតែប្រកួតប្រជែងកំឡុងពេលនោះគេបានឃើញនារីម្នាក់ដែលដើរចេញពីទីលាននេះមកដល់ច្រកចេញប្រុសកំឡោះនោះបានជិះទៅចាត់ដោយបានស្រដីឡើងទៅណាដែរអូនស្រីទុកឲ្យបងជូនទៅផ្ទះរសៀលហើយតម្រាំតដាទៅដល់ផ្ទះមិនដឹងជាថ្មើណាទេឡើងជិះពីក្រោយបងមកដើម្បីបានតោងកលិបបងផងខ្ញុំអាចទៅដោយខ្លួនឯងបានមិនបាច់ជូនខ្ញុំទៅណាទេទុកចិត្តមិនបានទេមនុស្សប្រុសដែលចេញពីទីលានប្រកួតមួយនេះវាមានអីពាក់ព័ន្ធជាមួយការចេញពីទីនេះមនុស្សផ្សេងទីលានប្រកួតវាផ្សឹងតើខ្ញុំបារម្ភខ្លាចថាមិនបានទៅដល់ផ្ទះហើយយកខ្ញុំទៅកន្លែងផ្សេងអីខ្ញុំភ័យតែម្ដងហើយយកទៅកន្លែងណាបើខ្ញុំថាជូនហើយក៏ជូនតល់ទៅដល់ផ្ទះមិនហ៊ានជូនទៅផ្ទះអំណាក់ទេស្ដាប់ចុះសម្ដីដូចនេះអ្នកណាទុកចិត្តបានទៅខ្ញុំលីហើយកុំមករវល់ជាមួយខ្ញុំទៀតព្រោះថាខ្ញុំមិនចូលចិត្តឡើយខ្ញុំទៅមែនតែនហើយថាចប់ហើយនាងក៏បានចាក់ចេញទៅភ្លេសួរនាំបានហ្មងបែបប្រុងចោតប្រកាន់តែខ្ញុំជាព្រាននារីមុខស្រស់ឲ្យមើលទៅមនុស្សមើលលើអត្តចរិតមិនមើលលើស្ថាប័នណាមួយដែលគេចេញពីនេះពីនោះទេអ្នកខ្លះចេញពីកន្លែងថ្លៃធ្នូគេថ្លៃធ្នូតាមចរិតតាមកន្លែងដែលគេរស់នៅអ្នកខ្លះទៀតចេញពីកន្លែងថ្លៃធ្នូមែនតែមិនប្រកាសថាអត្តចរិតថ្លៃធ្នូតាមកន្លែងឯណាអាស្រ័យនៅលើមនុស្សនឹងទេកំឡោះសង្ហាបានជិះម៉ូតូចាក់ចេញទៅភ្លេលុះមកដល់ផ្ទះគេបានដើរចូលទៅក្នុងផ្ទះស្របពេលដែលម្ដាយឪពុករបស់គេក៏បានបន្លឺឡើងអូនមកវិញហើយហីកូនប្រុសពេលណាទើបកូនឯងឈប់លេងម៉ូតូកូនពុកឲ្យខ្ញុំឈប់លេងយ៉ាងម៉េចបានទៅបើមនុស្សកំពុងតែស្រឡាញ់ផងឈប់របៀបណាទៅនិយាយមិនចេះស្ដាប់មែនអាកូនឪនេះម៉ែឪនិយាយល្អសោះហ្នឹងណាកូនឯងលេងតែម៉ូតូនេះហើយមិនគិតគូររឿងប្រពន្ធកូនទេអីកូនប្រុសឯងអាចសាកគិតពីរឿងរោប្រពន្ធទៅកុំចេះគិតតែពីរឿងម៉ូតូពេកកូនឯងដូរម៉ូតូរហូតហើយណាតែអត់ដែលទាម៉ែចង់បានប្រពន្ធទេអើយម៉ែដឹងធ្វើម៉េចទេបើខ្ញុំមិនទាន់ត្រូវចិត្តត្រូវចៅជាមួយអ្នកណាគេផងមើលមិនទាន់ឃើញស្រឡាញ់តែម៉ូតូសិនហើយបើពុកម៉ែចង់បានកូនប្រសាហ្នឹងពុកម៉ែយកកូនមួយទៀតទៅហើយឲ្យកូនពុកម៉ែក្រោយរៀបការយកប្តីយកប្រពន្ធទៅយ៉ាហ៊ីអាកូនមួយនេះម៉ែវាឯងស្ដាប់សម្ដីកូនប្រុសយើងទៅមើលសម្ដីដែលវាផ្កើនជាមួយយើងម្ដងណាក៏អញ្ចឹងដែរនិយាយហើយតែងតែឌឺមកវិញជានិច្ចពងខ្ញុំមិនបានឌឺដងជាមួយពុកនិងម៉ែទេតែខ្ញុំចង់នៅបន្តជីវិតនៅលីវរបស់ខ្ញុំរហូតតតែខ្ញុំធុញសិនទម្រាំតកូនឯងធុញឪម៉ែមិនដឹងចំណីឯណាឯណីទេឬចុះហេតុអីពុកនិងម៉ែចេះតែចង់ឲ្យខ្ញុំយកប្រពន្ធតើមានបញ្ហាអីជាមួយជីវិតនៅលីវរបស់ខ្ញុំមែនទេដោយសារតែពុកម៉ែឃើញកូនឯងនឹងអាយុវាសមល្មមនឹងយកប្រពន្ធហើយពុកមិនបង្ខំកូនទេហើយម៉ែក៏មិនចេះបង្ខំអ្នកណាដូចគ្នាស្រេចតែចិត្តកូនទេចង់ធ្វើអីក៏បានកូនធំហើយណែតែធ្វើឲ្យចេះគិតផងទៅពុកម៉ែដឹងដែរទេថាផ្ទះខាងនោះបង្ខំកូនឲ្យរៀបការឥឡូវកូនសម្លាប់ខ្លួនបាត់ទៅហើយព្រោះតែចិត្តមិនចង់តែគ្រួសារបង្ខំអត់ឈប់ម៉ែដឹងថាកូនឯងកំពុងតែឌៀមដាមថាឲ្យម៉ែមិនបាច់វែងឆ្ងាយទេកូនម៉ែខ្ញុំឈប់តវ៉ាជាមួយម៉ែទៀតហើយរឿងនេះចាំថ្ងៃក្រោយចំគិតទៀតចុះតែក្នុងពេលនេះខ្ញុំគិតថាម៉ែពុកគួរទៅវត្តស្អែកជាថ្ងៃសិលហើយហីមែនក៏អីកូននេះបើកូនឯងមិនប្រាប់ទេពុកប៊ីទៅភ្លេចបាត់ទៅហើយទៅឲ្យផុតពីមុខម៉ែទៅកូនប្រុសឃើញហើយក្តៅចិត្តណាស់និយាយជាមួយម្ដងណាក៏មិនដែលថាឲ្យស្ងប់ហើយអាក្នុងចិត្តនេះវាដូចគ្នាវាឈឺចិត្តស្អិតទ្រូងណាស់កូនតមាត់មិនដាច់សោះម៉ែវាឯងដឹងស្រាប់ហើយតើថាកូនប្រុសយើងនេះបើមិនបានតមាត់ជាមួយឪម៉ែទេវាខ្លាចមិនបានបាបជាប់ខ្លួនបានខ្ញុំសុំចាញ់ឲ្យបានខ្ញុំទៅបន្ទប់មុនឲ្យពុកម៉ែកូនប្រុសប្រញាប់ចូលទៅក្នុងបន្ទប់បាត់រីឯឪពុកម្ដាយក៏បានបន្លឺឡើង
ឪវាខ្ញុំមានរឿងចង់ពិភាក្សាជាមួយឪវាឯង ម៉ែវាឯងនិយាយមកមានរឿងអីក៏យើងអាចនិយាយគ្នាបានដែរយើងជួយគ្នារកដំណោះស្រាយ ខ្ញុំចង់ឲ្យឪវាឯងមើលថែកូនយើងផងបើសិនបើខ្ញុំលេងនៅជាមួយឪវាឯងនោះ ម៉ែវាឯងនិយាយអញ្ចឹងចង់បានន័យថាម៉េចកូនវាធំហើយវាអាចមើលថែខ្លួនឯងបានយើងជាឪពុកម្ដាយទេដែលត្រូវការមើលថែពីកូនតើឪពុកម្ដាយចាស់ឯណាដែលត្រូវទៅមើលថែកូនក្មេងវិញនោះ ខ្ញុំផ្ដាំឪវាឯងក្រែងលោខ្ញុំនេះវាទៅឆ្ងាយគ្មានអ្នកណាដាំស្លឲ្យហូប គ្រាន់តែរឿងបាយទឹកនឹងកុំបារម្ភពេកម៉ែវាបាយផ្សាក៏មានច្រើនដែរទៅភ័យព្រួយធ្វើអីត្រឹមបាយទឹកប៉ុណ្ណឹងសោះយើងអាចហូបបាយផ្សាបានតើតែប្រមាណលុយនោះទេ ហូបបានចេះតែហូបទៅតែมันអាចហូបបាយផ្សារបានអស់មួយជីវិតទេវាអស់លុយអស់កាក់ ម៉ែវាឯងកុំធ្វើអញ្ចឹងទៅមើលខ្ញុំចេះចាត់ចែងហើយបើថ្ងៃណាមួយម៉ែវាឯងទៅទីឆ្ងាយខ្ញុំប្រកាសจะធ្វើបាយម្ហូបហូបនៅផ្ទះហើយបាយផ្សារម្ហូបផ្សារមិនដឹងថាគេធ្វើទៅមានអនាម័យឬក៏អត់ទេខ្ញុំដឹងថាម៉ែវាឯងមិនចង់ឲ្យខ្ញុំចំណាយលុយច្រើនលើការហូបចុកបាយខាងក្រៅហើយខ្ញុំនឹងគោរពតាមចិត្តម៉ែវាឯង និយាយចេះស្ដាប់អញ្ចឹងទៅខ្ញុំចូលចិត្តនិយាយ ប្តីម៉ែវាឯងគឺបែបហ្នឹង នាងកំឡុងពេលរាត្រីតបលក់បបរគ្រឿងក្បែរកន្លែងគប់ពេញប៉ោងខណៈដែលនារីរូបស្រស់និងកំឡោះម្នាក់កំពុងតែអង្គុយពិសាបបរតែចៃដន្យអ្វីក្របព្រួញបែរជាហោះចូលទៅក្នុងបបរតែម្ដង ងាប់គប់ពេញប៉ោងឬក៏គប់ចានបបរហ្នឹងហ៎ម្ចាស់ក្របព្រួញណៃណាគប់ដល់ថ្នាក់ចូលក្នុងចានបបរពួកខ្ញុំហើយ ម្ចាស់ក្របព្រួញមកយកក្របព្រួញទៅវិញផងកុំទុកនៅក្នុងចានពួកខ្ញុំអីហើយមិនដឹងជាស្អីទេគប់ព្រួញពេលជប់ថ្មនេះតែម្ដងរំពេចនោះម្ចាស់ក្របព្រួញក៏បានមកដល់ភ្លាម ជាក្របព្រួញខ្ញុំគ្មានចេតនាទេតែវហោះលឿនពេកចូលក្នុងចានបបរនេះតែម្ដងសុំទោសផងណាធ្វើខុសចេះសុំទោសគឺល្អហើយណែយកទៅវិញទៅខ្ញុំហូបបបរមិនមែនហូបក្របព្រួញទេចៃដន្យតើធ្វើដូចជាខ្ញុំមានបំណងអញ្ចឹងខ្ញុំទៅវិញហើយសង្សារកំពុងតែខឹងផងមិនមានពេលនៅជជែកយូរនោះទេ និយាយចប់គេក៏បានចាក់ចេញដើរទៅភ្លេតតាមប៉ាទៅសង្សារខាងត្រីរឿងហើយគេឲ្យគប់ពេញប៉ោងចូលតុក្កតាឲ្យគេតែបែរជាគប់នៅក្នុងច័ន្ទមនុស្សទៅវិញ ជូនពរឲ្យពួកគេទាំងពីរឆាប់បែកគ្នាយើងហូបលេងទៅមុខហើយគិតលុយហ្មងទៅ ប៉ែមគិតលុយរួចរាល់អ្នកទាំងពីរក៏បានចេញពីតូបលក់បបរក៏បានឃើញគូស្នេហ៍មួយគូកំពុងតែឆ្លោះប្រកែកគ្នា អូនឯងចិត្តតិចសិនបានទេហើយបងនិយាយប៉ុណ្ណឹងហើយនៅតែមិនជឿទៀតតើបងគួរធ្វើបែបណាទៅបងមកទីនេះជាមួយអូនតែម្នាក់គ្មាននរណាផ្សេងទៀតទេកុំចេះតែជឿតាមអ្នកលក់តាមតូបដែលគេប្រាប់ណាអូនឯងជឿគេអញ្ចឹងដូចជាមិនអោយតម្លៃបងសោះ បានអ្នកលក់នៅតាមតូបប្រាប់មកច្បាស់ថាបងឯងមិនមែននាំខ្ញុំមកទីនេះជាមនុស្សដំបងទេពូតូបគប់ពេញប៉ោងនោះក៏ដូចគ្នា អូនត្រូវតែជឿបងជឿគេអត់ដែលចេញថ្លៃផ្ទះឲ្យអូនផងនឹងជឿគេទៅអញ្ចឹងខែនឹងឲ្យគេចេញថ្លៃផ្ទះឲ្យចុះបងលេងបកស្រាយអីទៀតហើយ គាត់និយាយច្បាស់ណាស់បងឯងនាំអ្នកផ្សេងមកគប់បានតុក្កតារហូតហ្នឹងបើគេមិនស្គាល់មុខនេះនាំអ្នកផ្សេងមកនោះគេមិនបំភ្លៃផ្ដេសផ្ដាស់ទេ គឺថាយើងទៅជជែកគ្នានៅផ្ទះវិញជជែកនៅនេះមនុស្សច្រើនណាស់ ជជែកនៅផ្ទះបើបកស្រាយអត់ច្បាស់ទេខ្ញុំអត់នៅជាមួយទៀតទេថាចប់ហើយអ្នកទាំងពីរក៏បានចូលឡាននិងបានចាកចេញទៅ ឯងឃើញទេប្រុសម្នាក់ហ្នឹងអញ្ចឹងមែនបដៅគេគ្រប់គ្នាហើយអាងអីបែបនេះបែបនោះអត់ឈប់សំមុខឲ្យដែលសង្សាររោគរឿងឆ្លោះនោះ ទៅផ្ទះបានហើយប្រយ័ត្នម៉ែស្ដីឲ្យទាំងអស់គ្នាទេតែយើងអ្នកទាំងពីរជិះម៉ូតូម្នាក់មួយគ្រឿងធ្វើដំណើរត្រឡប់ទៅផ្ទះវិញរ៉ូម៉ានីមកដល់ផ្ទះវិញនាងប្រញាប់ចូលទៅក្នុងបន្ទប់តែបងប្រុសរបស់នាងក៏បានចូលទៅតាមភ្លាមឯងទៅមកពីណាម៉ោង 10 យប់ហើយម៉ែសួររកឯងយើងខំលាក់គាត់ថាឯងរវល់ធ្វើការ បើខ្ញុំរវល់មែនបងឯងប្រាប់អញ្ចឹងក៏ត្រូវហើយមិនបាច់បារម្ភទេបងប្រុសចូលដៃកុហកជាមួយខ្ញុំទេ ហើយចុះហេតុអីក៏ថ្មនេះទៅមកដល់ផ្ទះឯងចេញពីធ្វើការយូរហើយហ្នឹង
ហើយថ្ងៃនេះជាថ្ងៃអាទិត្យកន្លែងឯងអត់មានធ្វើការអីទេ ខ្ញុំចេញទៅក្រៅជាមួយមិត្តភ័ក្តិបងឯងសួរច្រើនណាស់ចង់បានលុយប្រមាណទេចាំខ្ញុំឲ្យទៅចោះណា ឯងគិតតែបងប្រុសឯងមុខលុយខ្លាំងណាស់ទៅមែនទេបងមិនមែនអត់ការងារធ្វើទេបងមានលុយហើយតែឯងវិញដើរលេងតម្រាំទៅចូលផ្ទះម៉ែបារម្ភណាស់ណាមួយវិញទៀតម៉ូតូរបស់ឯងម៉ែដេកយល់សពឃើញថាមានគេកាន់ជាមួយឯង ស្អីទៀតហើយបងអើយម៉ូតូខ្ញុំក្រៅពីមនុស្សក្នុងគ្រួសារយើងកាន់មិនមានអ្នកផ្សេងទៀតឡើយ ឯងជឿលើម៉ែទៅគាត់ជាមនុស្សចាស់គាត់មានជំនឿខាងហ្នឹងគាត់ប្រាប់អីស្ដាប់ខ្លះទៅកុំបង្ងើយកតាយពេក អូខេខ្ញុំនឹងស្ដាប់ម៉ែអរគុណណាស់បងប្រុស ដេកទៅកុំភ្លេចអុជធូបនិយាយជាមួយពុកផងដើម្បីឲ្យគាត់តាមថែរក្សាយើងកុំឲ្យមានអីមកបៀតបៀន ចាបងប្រុសរបស់នាងបានចេញពីក្នុងបន្ទប់របស់នាងភ្លេតរំពេចនោះទូរស័ព្ទរបស់នាងក៏មានអ្នកទេចូលមកអាឡូចាមកដល់ផ្ទះមុននេះដែរណាចាថាយ៉ាងម៉េចមិត្តភក្តិខ្ញុំអត់តន់ចូលផ្ទះទេអូចាខ្ញុំនឹងទៅសួរគេរមណីបានតាក់ទងទៅកាន់ប៉ែនភ្លេតណែអញណែម៉ែអញទៅមកយើងមុននេះណា គឺយើងនៅក្នុងក្លាប់បើម៉ែយើងទេទៅរកឯងប្រាប់គាត់ផងថាយប់នេះយើងដេកនៅផ្ទះឯងមិនបានតាណាឆ្ងាយទេ ធ្វើអញ្ចឹងមិនបានក៏ហក់មនុស្សចាត់ឲ្យកំពុងតែបារម្ភកូនគាត់អាចនឹងភ័យណាអញឆាប់ទៅផ្ទះវិញទៅខ្ញុំមិនអាចប្រាប់គាត់ថាអញកំពុងតែនៅជាមួយខ្ញុំទេណែទៅផ្ទះឲ្យលឿនឡើងទៅកុំបើកបោកដោយខ្លួនឯងអីរកអ្វីផ្សេងជិះទៅផ្ទះទៅម្ដាយអញកំពុងតែបារម្ភណាទៅគាត់ទៅមកសួរខ្ញុំនោះអញទៅគាត់វិញផងទៅកុំធ្វើឲ្យគាត់ភ័យជាងនេះអីណា ខ្ញុំដឹងហើយបន្តិចទៀតទៅផ្ទះវិញហើយរឿងច្រើនដែរតើមិត្តភក្តិរបស់ខ្ញុំឥឡូវនេះ កុំធ្វើឲ្យគាត់ភ័យជាងនេះអីគួរតែប្រញាប់ទៅផ្ទះទៅ យើងបាត់ហើយ អីបាត់លឿនផុសវាហ្មងនាថ្ងៃបន្ទាប់ខណៈដែលរ៉ូម៉ានីជិះម៉ូតូទៅធ្វើការនៅពេលតាមផ្លូវសំឡេងស៊ីផ្លេតែពីក្រៅក៏មានម៉ូតូមួយគ្រឿងទៀតជិះមកទន្ទឹមនឹងនាង ជិះលឿនម៉េះប្រញាប់ទៅដល់ណា ខ្ញុំទៅធ្វើការគាត់ថាខ្ញុំរហ័នទៅណាក្រៅពីកន្លែងដែលខ្ញុំធ្វើការនោះ ពិតមែនហើយគេត្រូវទៅធ្វើការទើបមានលុយចាយបង់សេវាកម្មផ្សេងយកខ្ញុំទៅធ្វើការជាមួយដែរទៅខ្ញុំកំពុងទៅរកការងារធ្វើដែរ ចេះតែយកយ៉ាងម៉េចចង់ធ្វើដាក់ពាក្យទៅស្វែងរកកន្លែងណាដែលគេជ្រើសរើសបុគ្គលិកទៅ តែខ្ញុំចង់ធ្វើនៅកន្លែងម៉ានីដែរ ខ្ញុំអត់មានសិទ្ធិសម្រេចទេថាអ្នកណាដែលត្រូវធ្វើការជាមួយហើយក៏អ្នកណាដែលត្រូវឈប់នោះខ្ញុំត្រឹមជាកូនចៅរបស់គេតែប៉ុណ្ណោះណា អូពិតមែនហើយខ្ញុំបិទតែភ្លេចទៅខ្ញុំលាសិនហើយណាប្រញាប់ទៅធ្វើការដែរមុននេះសួរអស់កាឡាលេងទេ កាត់ព្រឹកតែម្ដងដូចមិនសមទំនងតតែសោះកំឡោះសង្ហាបានជិះចាក់ចេញទៅមុនខណៈដែលរ៉ូម៉ានីក៏បានប្រញាប់ទៅកន្លែងធ្វើការរបស់នាងដូចគ្នានៅក្នុងផ្ទះមីងច័ន្ទកំពុងតែចាក់ផ្កាអំបោះស្របពេលជាមួយគ្នានោះកូនប្រុសរបស់គាត់ទៅតែចូលផ្ទះវិញនាពេលថ្ងៃត្រង់នេះមកហើយអីថ្មនេះទៅតែចូលផ្ទះយប់មិញប្រាប់មកថាមកឥឡូវតែនេះជាស្អីវិញកូនប្រុសថ្ងៃត្រង់ហើយណាការងារក៏មិនបានទៅធ្វើដែរមើលទៅបើថ្ងៃត្រង់ចូលផ្ទះហើយនោះ ម៉ែខ្ញុំយប់មិញដាក់ជ្រុលទៅមិនបានស្វាងទៅត្រឡប់មកផ្ទះវិញឃើញខ្ញុំមកដល់ផ្ទះហើយនៅតែល្អទៀត ម៉ែរអ៊ូនេះដោយក្តីបារម្ភរបស់ម៉ែទេមិនមែននៅក្នុងន័យដែលអាក្រក់ឡើយណាកូនប្រុសកូនឯងស្ដាប់ឲ្យយល់ន័យម៉ែផងទៅ ខ្ញុំយល់ន័យរបស់ម៉ែហើយតែខ្ញុំមិនចង់លឺម៉ែល្អទេខ្ញុំមកដល់ផ្ទះវិញត្រូវការសម្រាកណាម៉ែ ណែទៅសម្រាប់ទៅអញ្ចឹងហើយចប់បាយទឹករួចហើយឬនៅចាំមើលម៉ែដួសដាក់ឲ្យ មិនបាច់ទេម៉ែខ្ញុំហូបឆ្អែតហើយម៉ែមិនបាច់ធ្វើអីទៀតទេនាំទៅរវល់ដល់ម៉ែ ម៉ែមិនរវល់អីទេគ្រាន់តែរឿងប៉ុណ្ណឹងសោះនោះរវល់ជាមួយកូនខ្លួនឯងធ្វើអីម៉ែមានពេលវេលាសម្រាប់កូនប្រុសរបស់ម៉ែជានិច្ចណា តែខ្ញុំអត់ឃ្លានទេម៉ែខ្ញុំទៅសម្រាកហើយក ូនប្រុសម៉ែគិតថាកូនឯងគួរតែយកប្រពន្ធទៅបើមិនយកប្រពន្ធណាយកប្តីក៏បានដែរ ម៉ែខ្ញុំទៅដេកហើយនិយាយស្អីអញ្ចឹងទេ កូនប្រុសរត់ចូលទៅក្នុងបន្ទប់ត្រីយកប្តីក៏ម៉ែមិនថាយកប្រពន្ធក៏មិនអីវាគឺជាជំរើសកូនទេម៉ែអត់ថាអ្វីទាំងអស់ណា
នាពេលរាត្រីបានឈានចូលមកដល់ម៉ូតូធំពីរគ្រឿងកំពុងតែជិះទន្ទឹមគ្នាចូលទៅដល់ក្នុងផ្ទះខណៈដែលឪពុកម្ដាយដែលជាម្ចាស់ផ្ទះបានហុចស្រោមសម្បុត្រមួយភ្លាមទៅឲ្យកូនប្រុស ជាស្អីនឹងម៉ែហុចមកឲ្យខ្ញុំធ្វើអី យកស្រោមសម្បុត្រនេះទៅឲ្យគេម្នាក់នោះទៅកូននឹងដឹងហើយថាមានរឿងអីកើតឡើងនោះបងប្អូនគេដូចគ្នាតែម្ដងមកផ្ទះវិញទៅតឹមគ្នា យកសម្បត្តិនឹងទៅកូនពេលនោះកូននឹងបានដឹងដូចគ្នាថាកូននឹងត្រូវធ្វើអីទៅតាមផែនការនេះខ្លះពុកដាក់វានៅក្នុងទូរស័ព្ទរួចហើយតែមានរឿងអីឲ្យប្រកាសទៅខ្ញុំទៅក៏បានដែរលាសិនហើយក ូនប្រុសបានចាក់ចេញទៅភ្លាមបន្ទាប់ពីទទួលបានសម្បត្តិរួចដោយប្រុសកំឡោះមើលតាមផែនទីក្នុងទូរស័ព្ទហើយក៏បានមកដល់ផ្ទះមួយរួចគេក៏បានឈប់ម៉ូតូងក់តែម្ដង មាននរណានៅផ្ទះទេខ្ញុំមកតាមសម្បត្តិមួយនេះម៉ែរបស់ខ្ញុំប្រើមក ស្របពេលជាមួយគ្នានោះស្ត្រីចំណាស់ម្នាក់បានចេញពីក្នុងផ្ទះមកភ្លាមក្មួយប្រុសមកផ្ទះមិញហើយចូលផ្ទះសិនមកក្មួយផឹកទឹកឲ្យត្រជាក់ចិត្តសិនមក បាទមីង នៅក្នុងផ្ទះផឹកទឹកឲ្យត្រជាក់ចិត្តទៅក្មួយ អរគុណច្រើនមីង មីអូនអើយចេញមកណែបន្តិចមកកូនប្តីកូនឯងមកលេង ប្តីអីទៅមីងខ្ញុំមកតាមម៉ែខ្ញុំប្រាប់សោះហ្នឹងណា ស្របពេលជាមួយគ្នានោះកូនស្រីរបស់មីងយ៉នបានចេញពីក្នុងបន្ទប់តែម្ដងជំរាបសួរ ម៉ានីជាកូនស្រីរបស់មីងសោះមីងបើកសម្បត្តិមើលសិនទៅកុំហៅខ្ញុំតកូនប្រសាអីមីងព្រោះខ្ញុំនិងម៉ានីមិនមែនជាប្តីប្រពន្ធនឹងគ្នាទេ មីងនិយាយលេងសោះណាក្មួយនេះក្មួយដូចជាប្រកាន់ដល់ហើយម៉ែក្មួយឯងផ្ញើលុយមកសងមីងតើណែចុះក្មួយឯងមិនតាន់មានប្រពន្ធទេអីចាំដល់កាលណាទៀតទៅក្មួយឯងចាស់ដែរហើយណាឆ្នាំនឹងនេះ ខ្ញុំមិនទាន់ត្រូវចិត្តទេមីងបើត្រូវចិត្តពេលណាខ្ញុំនឹងយកផ្លែត ក្មួយឯងចាំតែត្រូវចិត្តទៅយកប្រយ័ត្នទៅគឺប្រយ័ត្នកំឡោះចាស់កដោចកដែងណាស់មីងនិងម៉ែក្មួយឯងបានរៀបគម្រោងការហើយគឺយកក្មួយឯងនិងកូនមីងនេះគឺជាគូប្តីប្រពន្ធនឹងគ្នាក្មួយឯងត្រៀមចិត្តឲ្យហើយទៅម៉ែរបស់ក្មួយបាននិយាយថាក្មួយណាបើមិនយកប្រពន្ធក្នុងវ័យនេះឆ្នាំនេះទេអនាគតទៅមុខនោះក្មួយដឹងតែរោស៊ីអត់មានទេ ជឿចាស់ទៅណាក្មួយ មីងនិយាយអញ្ចឹងដូចជាគំរាមខ្ញុំពេកហើយខ្ញុំមិនជឿលើរឿងហ្នឹងទេបើមិនខំរកស៊ីមិនឡើងទេតលតែខំរកទៅមានបាន ក្មួយនិយាយត្រូវតែបើក្មួយប្រឹងតែម្នាក់ឯងគ្មានអ្នកជួយទុកដាក់ថែរក្សាក្មួយឯងនឹងសល់ដែរទេបើក្មួយចាយធំចាយមិនចេះគិតផងនោះហើយបើយកប្រពន្ធទៅប្រពន្ធចេះទុកដាក់ចេះរកបន្ថែមលុយដឹងតែសល់មូលហើយ មីងនិយាយជាមួយខ្ញុំដូច្នេះចុះកូនមីងអាចយល់ស្របឬក៏អត់បើពេលជួបខ្ញុំម្ដងដូចនិយាយជាមួយត្រីប្របែលអញ្ចឹង ខ្ញុំមិនមែនជាត្រីបបែលទេខ្ញុំនិយាយជាមួយមនុស្សណា មានដឹងអត់ថាខ្លួនឯងពេលជួបជាមួយខ្ញុំនិយាយមិនសូវជាចេះស្ដាប់គ្នាទេជាពិសេសខ្លួនឯងតែម្ដងនិយាយជាមួយខ្ញុំពិបាកយល់គ្នាណាស់ហើយថែមទាំងមិនចង់តបស្ដីជាមួយខ្ញុំទៀតតែងតែគិតលើខ្ញុំមិនល្អ ខ្ញុំមិនដែលនិយាយផងថាខ្ញុំគិតមិនល្អចំពោះបងឯងនោះខ្ញុំនិយាយតែខ្ញុំសោះម៉ែក៏ដូចគ្នាខ្ញុំមិនចង់បានគាត់មកធ្វើជាប្តីខ្ញុំទេខ្ញុំមិនចូលចិត្តគាត់ទេហើយក៏កុំអាននិយាយថាបើកូនមិនធ្វើតាមម៉ែនឹងកាត់កាល់ចោលនោះឥឡូវព្រមឬអត់បើមិនចូលកាត់កាល់ចោលអើយយន់តាខ្លាចម៉ែកាត់កាល់ចោលប្រឹងប្រកែកហួសថ្លែងតែម្ដងក្មួយប្រុសពេលទៅផ្ទះវិញប្រាប់ម្ដាយក្មួយថាមិញយល់ព្រមលើកូនស្រីមិញទៅឲ្យក្មួយហើយ បាទខ្ញុំលាសិនហើយមីង ធ្វើដំណើរត្រឡប់ទៅវិញសុខសប្បាយណាស់កូនប្រសាម៉ែកំឡោះសង្ហាបានចាក់ចេញទៅភ្លាមមិញចាន់ក៏បានបន្លឺឡើងកូនឯងដឹងឬអត់ម៉ែទទួលបានចំនួនបណ្ដាការពីគ្រួសារគេតាំងតែពីខែមុនមកម្លេះតែម៉ែមិនប្រាប់កូនទេម៉ែទុកឲ្យកូនភ្ញាក់ផ្អើលអើយហើយខ្ញុំភ្ញាក់ប៉ាត់មែនណាម៉ែសឹងតែមិនជឿទេថាម៉ែអាចធ្វើរឿងនេះបាននោះ 3 ខែក្រោយមកពិធីមង្គលការរបស់កូនបានប្រារព្ធទៅយ៉ាងរលូនអ្នកទាំងពីរបានរៀបការជាមួយគ្នារួចរាល់ចូលមកនៅក្នុងផ្ទះខាងស្រីនាពេលយប់ចេញពីធ្វើការមកដល់បន្ទប់វិញខណៈដែលម៉ានីមិនទាន់មកដល់ផ្ទះនោះទេ ប្រពន្ធខ្ញុំដូចជាខ្លាចប្តីយ៉ាងម៉េចទេតែងតែមកដល់ផ្ទះវិញក្រោយប្តីខ្លាចប្តីធ្វើស៊ីមិនមែនឆ្ងល់ល្មង រំពេចនោះទូរស័ព្ទរបស់គេក៏បានរឡើង អាឡូបាទលើកទី1ហើយដែលប្រពន្ធទេមករកប្តីតើមានការអីមិនមែនហ្នឹង ខ្ញុំមិនបានទៅផ្ទះទេជប់នេះ
នៅប្រហែលការងារឲ្យរួចសិនណាទៅផ្ទះវិញ អត់កើតទេមិនអាចនៅកន្លែងធ្វើការបានទេការងារទៅចប់ម៉ោងក៏ចាញ់ហើយគ្មានលេសថាបង្ហើយការងារមិនមកផ្ទះវិញទេឆាប់មកផ្ទះឲ្យលឿនឡើងកុំលេសបែបនឹងអីប្តីស្គាល់កន្លែងប្រពន្ធធ្វើការហើយប្រយ័ត្នទៅតាមអូសមកវិញណាមកផ្ទះតាមស្រួលឬក៏ចង់ឲ្យប្តីទៅតាមដល់កន្លែង តែខ្ញុំធ្វើការមិនតាន់រួចប៉ិតមែនណានេះចេះស្ដាប់គ្នាឬអត់ហ្នឹង បងទៅដល់ឥឡូវហើយការងារស្អីធ្វើអត់ដឹងម៉ោងចាញ់អញ្ចឹងហ៎ ដឹងចឹងមិនការប្តីទេបើប្តីហួងហើយលើកម៉ែទៅទៀតនោះ មិនមែនហួងហែងទេតែបងបារម្ភធ្វើការអត់ដឹងពេលវេលាឈឺស្លាប់ទៅក៏យកអ្នកថ្មីជំនួសហើយនរណាទៅយកធាតខ្មោចទៅធ្វើការបងទៅដល់ឥឡូវហើយ ថាចប់ហើយពុជស្ដាជិះម៉ូតូធំរបស់គេសំដៅទៅកន្លែងធ្វើការរបស់ប្រពន្ធតែនៅក្រុមហ៊ុននេះបិទភ្លើងងងឹតស្លុបទៅហើយក ន្លែងធ្វើការគេបិទភ្លើងល្ងឹតស្លុបហ្នឹងប្រពន្ធខ្ញុំក៏ហក់ខ្ញុំតែម្ដងបើមិនចង់ការទេរត់ចេញពីរោងការថ្ងៃនោះតែម្ដងទៅចាំបាច់អីទ្រាំរៀបការបើចិត្តមិនចង់ផងឥឡូវគិតអត់ចង់ជួបប្តីទៀត រ៉ូម៉ានីនិងមិត្តភ័ក្តិរបស់នាងកំពុងតែនៅហាងស៊ូ ក៏ហក់ប្តីទៀតហើយបើឯងមិនចង់ជួបមុខប្តីឯងទេប្រាប់គេត្រង់ទៅថាឯងស្អប់គេចេះគិចមុខទៅកើតដែរក៏ហក់គេតែថែមម៉ោងទៀតប្តីឯងកំពុងតែជិះតាមរកអញវិលពេញក្រុងហើយ ធ្វើមិនទេចេះតែស្របតាមម៉ែកុំឲ្យតែម៉ែកាត់កាល់ចោល ឯងចេះតែស្របតាមម៉ែឯងចុះប្តីឯងវិញគ្នាត្រូវវេទនាចិត្តប៉ុណ្ណាបើដឹងថាឯងកុហកគេដូច្នេះនោះហើយមកស៊ីស៊ុបជាមួយនឹងយើងធ្វើបង្ងើយក ុំរំលឹកពីគាត់អីយើងចង់ហូបស៊ុបតែប្តីយើងចង់សាច់អាំងអញ្ចឹងហើយទៅយើងចេះតែកុហកសិនទៅណែវាប្រៀបបីដូចជាមនុស្សពីរនាក់ដែលមានចំណងចំណូលចិត្តខុសគ្នាអញ្ចឹងសំបីតែដេកណាក៏យើងទៅតជាមួយគាត់ដែរហើយគាត់ដេកស្មុកជាងជ្រុកទៅទៀតយើងពិបាកទ្រាំណាស់ ឯងនេះចេះតែអញ្ចឹងហ្មង ស្របពេលជាមួយគ្នានោះទូរស័ព្ទរ៉ូម៉ានីក៏មានអ្នកទេមកអាឡូចេះហាថាម៉េចប្តីខ្ញុំក្នុងមន្ទីរពេទ្យមែនទេអចាខ្ញុំទៅក្នុងពេទ្យឥឡូវនេះហើយប្រាប់ទីតាំងសិនមកណាចាអរគុណណាអីណែយើងទៅសិនហើយប្តីយើងមិនបានណាយើងនឹងហៅសម្បត្តិឯងភ្លាមថាហើយនាងក៏បានចាក់ចេញទៅភ្លេត ប្តីប្រពន្ធម៉ាក់ស្អីទេមិនចេះនិយាយគ្នាឲ្យដឹងរឿងពីអ្វីដែលខ្លួនខ្នើសចិន រ៉ូម៉ានីមកដល់ក្នុងមន្ទីរពេទ្យដោយបានទៅមើលប្តីរបស់នាងនៅក្នុងបន្ទប់សម្រាបងឯងកាត់អីមកដេកពេទ្យអញ្ចឹងធ្វើអីផ្ទះមានមិនក៏មកទៅដេកទៅ បងប៉ះជាមួយឡានពេលបងតាមរោគអូនដឹងមែនទេថាជាកំហុសរបស់អ្នកណាហេតុអីអូនក៏ហក់បងអញ្ចឹងកន្លែងធ្វើការអត់មានមនុស្សផងតែក៏ហក់បងធ្វើអីគ្រាន់តែប្តីចាំនៅផ្ទះសោះប្រពន្ធបែរជារកលេសក៏ហក់ព្រោះតែមិនចង់ជួបមុខប្តីតើមែនទេ បងឯងដេកស្មុកពេកខ្ជិលចង់ទៅផ្ទះហើយខ្ញុំក៏ចង់ហូបស៊ុបតែបងឯងវិញចង់ហូបសាច់អាំងព្រោះខ្ញុំមិនចង់មានរឿងតែមិនចង់ទៅផ្ទះវិញថ្ងៃនេះ គ្រាន់តែរឿងបែបនេះសោះអូនឯងធ្វើមើលតពួកយើងជាកូនក្មេងយើងធំអស់ហើយណាចេះនិយាយគ្នាកុំអាងអីអត់ចង់ជួបមុខមិនចង់ជជែកបើអូនឯងជាតុក្កតាវិញបងបោះទៅក្នុងលូអាចបាត់ទៅហើយ អូខេអេបងឯងត្រូវខ្លាំងឬអត់ហ្នឹង ត្រូវដៃកាញ់ដៃបើកម៉ូតូអត់កើតមួយរយៈ មិនអីទេអញ្ចឹងខ្ញុំនឹងជូនបងឯងទៅធ្វើការណា កុំប្រាប់ពុកម៉ែបងណាបងមិនចង់ឲ្យពួកគាត់បារម្ភនោះទេ ចាខ្ញុំដឹងហើយស្អែកចាំទៅផ្ទះវិញបើដឹងថាបានប្តីវេទនាអញ្ចឹងមិនយកទេ បន្តិចទៀតស្រួលហើយប្តីចិញ្ចឹមប្តីមិនឲ្យពិបាកទេ ចារងចាំមើលជានិច្ចណានាថ្ងៃបន្ទាប់បានមកដល់ផ្ទះវិញខណៈដែលម្ដាយក្មេកបានសួរឡើងកូនប្រសាកូនឯងអត់ត្រូវខ្លាំងទេអីពុកម៉ែកូនឯងបានដឹងឬអត់នឹង កុំប្រាប់ពុកម៉ែខ្ញុំអីខ្ញុំមិនចង់ឲ្យគាត់បានដឹងហើយបារម្ភទេតែបន្តិចទៀតខ្ញុំជាហើយក ូនស្រីមើលថែប្តីកូនឲ្យស្រួលណាមេគ្រួសារតបាត់ទៅកូនឯងមិនម៉ាយហើយហើយម៉ែទៅរៀបចំបាយទឹកឲ្យហូបណាអ្នកជាម្ដាយក៏បានចាក់ចេញពីក្នុងបន្ទប់កូន ម៉ែអូនឯងដូចចង់ឲ្យប្រពន្ធបងមេម៉ាយអញ្ចឹង គាត់បារម្ភពេកនិយាយខុសទេបងសម្រាប់ទេខ្ញុំសុំទោសដែលកុហកបងហើយធ្វើឲ្យបងកើតរឿងនេះឡើងណា ថ្ងៃក្រោយកុំកុហកទៀតណាព្រោះយើងជាគ្រួសារតែមួយហើយ
ជាពិសេសយើងជាប្តីប្រពន្ធថ្មីថ្មោងទៀតកុំធ្វើឲ្យគ្រួសារទាំងសងខាងត្រូវបាក់មុខព្រោះតែកូនរៀបចំមង្គលការធំឲ្យកូនតែកូនបែរជាធ្វើឲ្យប្រេះឆាបានយ៉ាងងាយលក់មុខឪពុកម្ដាយយើងវិញទេ ចាពួកយើងនឹងនិយាយគ្នារកដំណោះស្រាយគ្នាវិញ យើងដល់ពេលដែលត្រូវប្រឈមមុខគ្នាដោះស្រាយបញ្ហាហើយកុំកិច្ចវេះទៀតទើបធ្វើឲ្យគ្រួសារយើងវារុងរឿងទៅមុខ ចា ចាប់ផ្ដើមពីពេលនេះទៅយើងជាគ្រួសារតែមួយលែងជាអ្នកដទៃទៀតហើយ ជីគ្រួសារតែមួយណាមានរឿងអីត្រូវប្រឈមមុខដាក់គ្នានោះ បាទ ប្តីប្រពន្ធអ្នកទាំងពីរបានបើកចិត្តជជែកគ្នាពីរឿងរ៉ាវដែលពួកគេមិនពេញចិត្តជាមួយគ្នាគ្រួសារពួកគេក៏ចាប់ផ្ដើមចោះសម្រុងនឹងគ្នាដោយមិនយកលេសមិនកិច្ចវេះដូចមុនឡើយ